vì ai chùm lòng ban khmiên đan cầm nọt bật mèn vì chùm lòng ban mènឬមួយរបស់ដែលប៉ាខ្ញុំទុកឲ្យមុនពេលគាត់ស្លាប់គឺជាចាននាំលាភសំណាងមានរបស់នេះខ្ញុំប្រកាសជាអាចរស់បានក្នុងសម័យកាលចុងក្រោយនេះចៅស៊ីវជាងលើកនេះខ្ញុំនឹងធ្វើឲ្យឯងរស់មិនស្មើនឹងស្លាប់លុយសំណងពេលប៉ាខ្ញុំស្លាប់នៅសល់ជាង50,000ទៀតខ្ញុំត្រូវរកវិធីបដូរលុយក្នុងការទៅជាអ្វីដែលចាននេះអាចចម្លងបានគិតឃើញហើយមាសដុំទម្ងន់1 គីឡូក្រាមបានលោកចាំបន្តិចណាមាសដុំមួយដុំនេះតម្លៃជាង50,000 បាត់ទៅហើយបើមានមាសពេញមួយចាននេះយ៉ាងហោចណាស់ក៏បាន 10,000 ដែរលីនស៊ឺមិនមែនជាអាម្នាក់ដែលតាមចែចង់ខ្ញុំកាលពីមុនទេហីលីនស៊ឺឯងទិញមាសដុំធំលេះថ្លៃដល់ទៅរាប់សិបម៉ឺនឯណោះអូយបងប្អូនល្អសម្បូរធូធាហើយតើមែនហើយហៅពួកមិត្តរួមថ្នាក់មកផងយើងនាំគ្នាទៅញ៉ាំអាហារឆ្ងាញ់នៅយន្តទីងធានកុងដើម្បីអបអរសាទរបងប្អូនល្អរបស់ខ្ញុំមិនទាន់បានទៅគិតគូររឿងចាស់ជាមួយពួកអញផងឥឡូវនាំគ្នាដើរមកដល់ទីនេះសូមយកការប្រាក់ពីពួកអញបន្តិចបន្តួចច្បាស់ជាមិនអីទេមែនទេទៅមិត្តរួមថ្នាក់ទាំងអស់គ្នាចង់ញ៉ាំអីក៏មកបានតាមចិត្តថ្ងៃនេះបងចៅនឹងនាំពួកឯងហោះហើរហើយបងចៅពិតជាចិត្តទូលីមែនបងចៅពិតជាអស្ចារ្យមែនខ្ញុំយកហូបកាហ្វេជាឆាំជាមួយចានចុះខ្ញុំយកត្រីឆ្លាមចំហុយមួយចានខ្ញុំយកថ្លាមពេលជាមួយពងត្រីខាវីយ៉ាបានគ្មានបញ្ហាទេខ្ញុំនឹងលីងស៊ឺធំឡើងមកជាអ្នកចិត្តខាងហើយក៏ជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាដែរទំនាក់ទំនងពួកយើងគឺមិនបាច់និយាយទេខ្ញុំបានគិតគូរទុកជាមុនហើយរៀបចំការភ្ញាក់ផ្អើលបន្តិចបន្តួចឲ្យឯងឈឿនគិតថាខ្ញុំនឹងក្លាយជាអ្នកចាញ់បោកគេមែនទេលីងស៊ឺនេះជាម្ហូបដែលខ្ញុំនឹងហ្វាយកំងឲ្យឯងដោយឡែកពួកយើងពិតជាចិត្តល្អមែនលីនស៊ឺមិនក៏ឯងមិននិយាយអីសោះឬមួយក៏គិតថាវាថ្លៃពេកបើថ្លៃឯងប្រហែលជាមិនកុំមកទេមែនហើយគ្រាន់តែថ្ងៃនេះខ្ញុំមិនសូវស្រួលខ្លួនទេពួកឯងផឹកទៅចូលកែវបុគ្គលិកគិតលុយអាហារពេលនេះសរុបទាំងអស់ 15,32,000ពួកឯងសម្លឹងមើលមុខខ្ញុំធ្វើអីលីនស៊ឺកុំមកហូបច្រើនម្លេះឯងកុំប្រាប់ខ្ញុំថាឥឡូវនេះគ្មានលុយទូទាត់ណាម្ហូបទាំងនេះមិនមែនខ្ញុំជាអ្នកកុំមកទេមិនមែនសុទ្ធតែជាអ្នកនាំមិត្តភក្តិកុំមកទេថ្ងៃនេះឯងអញ្ជើញមិត្តភក្តិមកញ៉ាំបាយច្រើនម្លេះកុំប្រាប់ថាអត់បានយកលុយមកណាខ្ញុំគ្មានលុយបានយ៉ាងម៉េចទៅលីនស៊ឺធម្មតាឯងមិនមែនតែងតែដណ្ដើមគ្នាទូទាត់លុយទេមែនហើយWi-Fi មិនមែនជាសេចក្ដីសម័យរបស់លីនស៊ឺនេះនៅចំពោះមុខសេចក្ដីសម័យទៀតខ្មាស់គេមែនលីនស៊ឺអញទិញដុំមាសតម្លៃ5សែនបានចុះគ្រាន់តែចង់ឲ្យអ្នករាល់គ្នាហូបបាយមួយពេលសន្សំសំចៃពេលហើយគ្រាន់តែ180,000សោះហើយទុកឲ្យខ្ញុំជាអ្នកចេញលុយវិញបងចៅអ្នកល្អបំផុតហើយអូទូរស័ព្ទខ្ញុំអស់ថ្មបាត់ហើយលីងស៊ឺឲ្យអញជួយចេញលុយបាយពេលនេះសិនទៅចាំពេលក្រោយខ្ញុំចេញវិញបានតើអីយកឆ្នាំងសាក់ចល័តឲ្យគាត់ទៅអរគុណលោកម្ចាស់អាចទូទាត់ប្រាក់បានហើយបងចៅទូទាត់លុយទៅខ្មាស់គេអស់ហើយលីនស៊ឺកុំធ្វើក្រអីទូទាត់លុយសិនទៅមានរឿងអីចាំផ្ញើសារនិយាយគ្នាមិនមែនបែបនេះទេអូនប្រុសចៅថ្ងៃនេះអញអញ្ជើញមិត្តរួមថ្នាក់មកច្រើនម្លេះហើយថែមទាំងហៅហ៊ូតាហោមកទៀតបញ្ជាទិញស្រានិងម្ហូបថ្លៃបែបនេះតែបែរជាគ្មានលុយទូទាត់ទៅវិញអីចឹងក៏បានអីចឹងយើងម្នាក់ចេញរៀងខ្លួនទៅចំពោះស្រាខ្ញុំមិនបានផឹកសូម្បីតែមួយទឹកវាជារបស់ដែលពួកអញបញ្ជាទិញចំពោះម្ហូបខ្ញុំហូបតែ3មុខទេអីចឹងខ្ញុំសង900បានហើយរូតកាតខ្ញុំមានការបន្តិចខ្ញុំទៅមុនហើយ